វិស័យឧស្សាហកម្មធុនធ្ងន់នៅកម្ពុជាជាពិសេសវិស័យរថយន្តនេះផងការសង្កេតការប្រើប្រាស់រថយន្តអគ្គិសនី EV នៅកម្ពុជាក៏មានកំណើនគួរឲ្យកត់សម្គាល់ហើយយ៉ាងណាមិញការប្រើប្រាស់ភាគច្រើននៅតែទីក្រុងនិងទីប្រជុំជនដែលអាចតាមបណ្ដាលមកពីស្ថានីយបញ្ចូលអគ្គិសនីនៅតាមខេត្តទៅមានកម្រិតខ្ញុំងាកមិញខ្ញុំយក Google មកខ្ញុំយក Google Map ខ្ញុំវាយ EV station នៅស្រុកខ្មែរយើងវាយចូលទៅឃើញច្រើនចេញមករូបឆាកហ្នឹងនៅក្រុងយើងច្រើនប៉ុន្តែនៅតាមផ្លូវរៀងខ្សត់បន្តិចបាទអញ្ចឹងសូមឲ្យក្រសួងរាយរដ្ឋាភិបាលប្រឌិតមើលជាមួយនឹងក្រុមហ៊ុនវិនិយោគដើម្បីប្រឌិតមើលការពង្រាយឲ្យបានច្រើនដើម្បីលើកទឹកចិត្តបាទថ្ងៃមុនខ្ញុំឃើញបងអូនស្រីម្នាក់គាត់បរោះគាត់ថាគាត់ចេញពីសៀមរាបពីពេញទៅសៀមរាបម៉ោង10យប់ឡានគាត់សល់តែ 30% ទេហើយគាត់បញ្យល់ថាហេតុអីបានជាគាត់ហ៊ានចេញគាត់ថាខ្ញុំដោយសារខ្ញុំមើលនេះ Google មើលទៅឃើញតាមបដោយផ្លូវហ្នឹងមានស្ថានីយ៍បាទតាមផ្លូវជាតិលេខ6លេខអីមានតាមបដោយហ្នឹងមានខ្លះទៅហើយនៅដល់សៀមរាបមានច្រើនអញ្ចឹងខ្ញុំហ៊ានចេញទាំងយប់បាទប៉ុន្តែឡានដោយរថក្រោះតអស់ប្រេងដោយដុំដែកឡានកាន់តែទំនើបរុញកាន់តែធ្ងន់ជឿខ្ញុំចោះបាទជិះឡានសង្ហាពេលវាទៅមុខជិះអា Bentley ខ្លាំងជាងអា Toyota ជាងអា Prius ប៉ុន្តែបើសិនជាត្រូវអស់សាំងចុះរុញអា Prius សង្ហាជាងរុញអា Bentley ព្រោះ Bentley ចូលរាប់តោនអាដឹងហើយដែលត្រូវធ្វើម៉េចពង្រាយប៉ុន្តែសូមឲ្យគិតគូរអំពីស្តង់ដារសុវត្ថិភាពនិងគុណភាពបាទត្រូវធានាឲ្យបានដោយការ៉ាសាំងចឹងការ៉ាសាំងដោយក្រុមហ៊ុនខ្លះគាត់មានឌីប៉ូច្រើនបើគ្រប់គ្រងបានកន្លែងឌីប៉ូខ្លះកន្លែងចូលបដ ாய் បាទចាក់មិនស្រួលខូចឡានតែ EV ដូចគ្នាដែរធ្វើមិនស្រួលដាក់មិនស្រួលឆេះស្ថានីយ៍ចឹងហើយបានថ្ងៃមុនខ្ញុំឲ្យសម្រេចឲ្យការគ្រប់គ្រងស្ថានីយ៍ EV នេះមករ៉ែនឹងធម្មពលដើម្បីស្តង់ដារគ្រប់គ្រងស្ថានីយ៍តែមួយចឹងកែពីសាធារណការដឹងជូនដោយសារសាធារណការដឹងជូនគាត់បានប្រួយផ្ដើមធ្វើកិច្ចការងារនេះពីអាណត្តិពុនមកមិនមានអីខុសទេគឺកាប់ផ្ដើមបរុញប៉ុន្តែដើម្បីកុំឲ្យមានប្រតិកលាហើយពិបាកធ្វើការស្ថានីយ៍មួយមានពី3ក្រសួងគ្រប់គ្រងយើងកែសម្រួលមកដើម្បីឲ្យឥឡូវដូចចូលមកក្រសួងរាយរដ្ឋាភិបាលហើយតើបាទធ្វើផែនការរួមប៉ុន្តែមកការទូក៏ត្រូវបរិយាធម្មពលព្រោះអានឹងយើងគិតថាដូចសាំងអញ្ចឹងបាទចាក់ប្រេងចាក់អីអានឹងក៏ដោយក្រសួងរាយរដ្ឋាភិបាលដែរនៅក្នុងការគ្រប់គ្រងស្តង់ដារបាទទាំងអគិភ័យទាំងអីអញ្ចឹងនៅជាមួយគ្នាសូមធ្វើយ៉ាងណាព្រោះចង្កាលយកអានឹងយកទៅដាក់ចិត្តមិនស្រួលអត់ដឹងយកទៅដាក់នៅចិត្តស្តុកប្រេងហ្នឹងបដ ாய் បាទអានឹងត្រូវគិតគូរតឡើងវាយ៉ាងម៉េចអំពែវាយ៉ាងម៉េចចង្កល់ដាក់មិនស្រួលឆេះទាំងអបសិទ្ធទឹកទៀតអញ្ចឹងសូមឲ្យយកចិត្តទុកដាក់ហើយសូមឲ្យវិស័យឯកជនទាំងអស់គិតគូរបែបនេះបាទគាត់ថារត់យូរខ្ញុំធ្វើសិនប្រយ័ត្នឆេះសូមឲ្យគ្រប់គ្រងឲ្យបានធ្វើកិច្ចការគេទីយើងដើរយឺតបន្តិចប៉ុន្តែដោយមានភាពច្បាស់លាស់ទើបដើរឆ្ងាយហើយបើសិនជាមានបញ្ហាធ្វើឲ្យបាត់ទំនុកចិត្តទាំងអស់បាទអញ្ចឹងខ្ញុំសូមឲ្យធ្វើម៉េចស្តង់ដារបច្ចេកទេសនេះគឺប្រយ័ត្នប្រយែងហើយឡានអគ្គិសនីនេះគឺសូមឲ្យព្រោះមានរូបមន្តឡានឆេះមកកកោកនៅលើតាម Facebook ឡានអគ្គិសនីបើកឆេះទុកឆេះចង្កាលវារឿងអាគុយរឿងអីទាំងអញ្ចឹងសូមឲ្យមានការត្រួតពិនិត្យបច្ចេកទេសឲ្យបានស្រួលអានឹងខាងសាធារណការខាងអីព្រោះឥឡូវសាធារណការពិនិត្យបច្ចេកទេសរថយន្តកាលមុនយើងមានរថយន្តប្រេងរថយន្ត hybrid ឥឡូវយើងមានរថយន្ត EV ស្អីទៅបាទពេលទៅឈៀកធ្វើអីមិនស្រួលឆេះបាទសូមឲ្យមើលព្រោះឡានឆ្នៃជួនកាលបាទនៅប្រទេសជិតខាងគាត់ឆ្នៃពី gas ពីប្រេងសាំងមក gas ពីអីកែឆ្នៃខុសកន្លែងផ្ទុះអញ្ចឹងសូមឲ្យប្រឌិតមើលស្តង់ដារសុវត្ថិភាពនេះគឺជាកិច្ចការសំខាន់បាទរត់នៅលើខ្នល់ព្រោះរថយន្តវាបង្កលក្ខណៈឲ្យអ្នកដទៃខ្ញុំចាំការផ្សាយពាណិជ្ជកម្មមួយរបស់
នៅអាមេរិកការខ្ញុំរៀនឡាននីមួយគេតែងតែអួតអំពីស្តង់ដារសុវត្ថិភាពការពារអ្នកនៅក្នុងឡានគេអួតថាឡាននេះមានពង10ពង20ក្លាប់មិនអីប៉ុន្តែពេលជាមួយគ្នាគេបង្ហាញដែរថាមនុស្សនៅខាងក្រៅដែលឡាននឹងបុក1000ឆ្នាំមកនៅតែដដែលទេឆ្អឹងមនុស្សនៅតែពុកដូចគ្នាទេបានន័យថាម៉េចបានន័យថាឡានអស់លោកបច្ចេកវិទ្យាថ្មីទំនើបការពារអ្នកក្នុងឡានប៉ុន្តែបើបើកមិនប្រយ័ត្នធ្វើឲ្យបុកគេស្លាប់នៅខាងក្រៅមនុស្សនៅខាងក្រៅនៅតែស្លាប់ដដែលបាទអញ្ចឹងបានន័យថាម៉េចត្រូវគិតទាំងអស់នេះមិនមែនថាមនុស្សយើងខ្លាយទៅជាមនុស្សយន្តនោះទេឡានបុកលែងឈឺហើយទេបានន័យថាការគិតគូរពីសុវត្ថិភាពបើបើកដាច់កង់មួយបើកផ្ទុះធ្វើឲ្យអ្នកផ្សេងស្លាប់អញ្ចឹងការអនុវត្តកិច្ចការងារនេះគឺកិច្ចការសំខាន់ហើយខ្ញុំសូមឲ្យយកចិត្តទុកដាក់ទៅលើកិច្ចការងារនេះ